ត្រី ខ្ទិះចុង ខ្ទិះដើម ប្រហុក ស្ករស និងអំបិល ល្បាយវិញមានដូចជាត្រយូងចេក ត្រសាក់ សណ្តែកគួរ ម្ទេស ផ្កាកំប្លោក និងផ្កាស្នោ យើងត្រូវដាក់ដាំទឹកខ្ទិះចុងឲ្យពុះជាមួយម្សៅ អ